កាត់សាច់លាបជែលតែម្ដងអញ្ចឹងណាបងប្អូនសម្រាប់ការកាត់សាច់លាបជែលហ្នឹងកាលណាតែយើងកាត់អត់ស្អាតទេក៏យើងចាក់ជែលទៅអត់ស្អាតដែរបងប្អូនតែយើងកាត់ទម្រង់កញ្ចក់រាងស្អាតមកមូលខ្លុំស្អាតមកគឺយើងចាក់ជែលទៅស្អាតដែរបងប្អូនប៉ុន្តែសម្រាប់ការចាក់ជែលរបស់ខ្ញុំវិញគឺខ្ញុំប្រើប្រភេទពើរៀងថ្លាអញ្ចឹងណាបងប្អូនតែបើសិនជាបងប្អូនមានពើអីក៏បងប្អូនប្រើពើនឹងទៅបងប្អូនគឺអត់រើសថាមានពើកាឈុកក៏យើងប្រើពើកាឈុកមានពើទឹកបែកក៏យើងប្រើពើទឹកបែកអញ្ចឹងណាបងប្អូនប៉ុន្តែសម្រាប់ខ្ញុំវិញគឺខ្ញុំជ្រើសយកពើថ្លាដោយសារតែប្រភេទចែលថ្លាហ្នឹងគឺយើងចាក់ហើយវាអត់សូវពិបាករុះទេបងប្អូនគឺរុះរៀងតែបន្តិចមកគឺឃើញរៀងស្អាតហើយបងប្អូនសម្រាប់ខ្ញុំនេះវិញបងប្អូនមិនចាំបាច់ប្រើពើថ្លាដូចខ្ញុំក៏បានដែរបងប្អូនឲ្យតែបងសិនជាបងប្អូនណាដែលមានចែលចាក់ពើកាឈុកក៏បានពើសាច់ក៏បានស៊ីសងលើយើងអ្នកប្រើទេបងប្អូនបើសិនសម្រាប់ខ្ញុំវិញខ្ញុំប្រើរើសពើថ្លាអញ្ចឹងណាបងប្អូនប៉ុន្តែការដែលយើងចាក់កញ្ចក់នឹងគឺរៀងបើសិនជាយើងចាក់បានស្អាតគឺយើងអត់សូវពិបាករុះខ្លាំងទេបងប្អូនតែបើសិនជាយើងចាក់អត់សូវស្អាតគឺយើងត្រូវការរុះខ្លាំងអញ្ចឹងណាបងប្អូនប៉ុន្តែសម្រាប់ខ្ញុំវិញគឺខ្ញុំចាក់អត់សូវពិបាករុះទេបងប្អូនគឺចាក់រៀងស្ដើងអញ្ចឹងណាបងប្អូនគឺចាក់រៀងស្ដើងតែប៉ុណ្្នឹងបានហើយបងប្អូនព្រោះអីគាត់អត់ចង់បានកំប៉ុងពេកទេណាបងប្អូនភ្ញៀវគាត់អត់ចង់បានកំប៉ុងពេកអញ្ចឹងយើងចាក់រៀងស្ដើងតែបានហើយបងប្អូនបើសិនជាមួយដែលគេស្រឡាញ់ក្រាស់អញ្ចឹងណាបងប្អូនភ្ញៀវដែលគិតមកក៏ស្រឡាញ់ក្រាស់អញ្ចឹងបងប្អូនអាចចាក់គិតឲ្យរៀងក្រាស់បានប៉ុន្តែសម្រាប់មួយខ្ញុំអ្នកនេះវិញគឺគាត់ស្រឡាញ់បែបរៀងស្ដើងឲ្យមើលទៅដូចសាច់កញ្ចក់យើងពិតស៊ីនតែម្ដងអញ្ចឹងណាបងប្អូនសម្រាប់ការចាក់កញ្ចក់ហ្នឹងគឺបើសិនជាមួយដែលគាត់ចេះចាក់គឺអត់ពិបាកទេបងប្អូនប៉ុន្តែសម្រាប់មួយដែលគាត់អត់ចេះចាក់គឺគាត់ពិបាកតែបើសម្រាប់ខ្ញុំវិញខ្ញុំគិតថាសូវពិបាកទេបងប្អូនព្រោះខ្ញុំទម្លាប់នឹងការចាក់ជែលអញ្ចឹងណាបងប្អូនប៉ុន្តែការរុះទៅរងការចាក់ជែលហ្នឹងគឺវាសំខាន់បំផុតបងប្អូនតែបើសិនជាយើងចាក់ជែលហើយចាក់ជែលស្អាតហើយខាត់រុះទម្រង់ឲ្យស្អាតហើយយើងគ្រាន់តែមកកាត់សាច់ហើយលាបជែលឆ្នៃម៉ូតទៅគឺស្អាតហើយបងប្អូនប៉ុន្តែខ្ញុំគឺធ្វើកញ្ចក់ដំណំគឺយូរដែរបងប្អូនដោយសារតែយើងធ្វើឲ្យវារៀងមកចាត់ឲ្យស្អាតអញ្ចឹងណាបងប្អូនគឺធ្វើឲ្យគឺឲ្យភ្ញៀវថាទើសចិត្តអីទេបងប្អូនគឺថាបើសិនជាភ្ញៀវទើសចិត្តគឺយើងត្រូវតែកែសម្រួលឲ្យភ្ញៀវអញ្ចឹងណាបងប្អូនប៉ុន្តែភ្ញៀវខ្ញុំមកម្នាក់គឺគាត់អត់សូវពិបាកទេបងប្អូនគឺគាត់ឲ្យជាងកាត់សាច់លាបចាក់ចែលតម្រូវឲ្យគាត់តែម្ដងអញ្ចឹងណាបងប្អូនគឺចាក់ហើយគឺគាត់ទៅសើស្អាតរហូតអញ្ចឹងណាបងប្អូនប៉ុន្តែសម្រាប់មួយខ្ញុំម្នាក់នេះវិញគឺគាត់អត់រើសច្រើនទេបងប្អូនគឺគាត់តចែលហើយចាក់ចែលហើយគឺគាត់ឲ្យយើងរើសម៉ូតគឺឆ្នៃម៉ូតឲ្យខ្លួនគាត់មកស្អាតតែម្ដងអញ្ចឹងណាបងប្អូនគឺគាត់អត់រើសច្រើនទេបងប្អូនសម្រាប់មួយណាដែលចង់ធ្វើកញ្ចក់អីដូចបងស្រីអីអញ្ចឹងណាបងប្អូនគឺគាត់មិនចង់រើសម៉ូតខ្លួនឯងទេគាត់ចង់ឲ្យជាងឆ្នៃម៉ូតឲ្យអញ្ចឹងគឺដាក់ឲ្យមកអេមតែម្ដងបងប្អូនគឺពើគាត់បែបសាបឯងបងប្អូនប៉ុន្តែម៉ូតគាត់មិនសាបទេបងប្អូនគឺម៉ូតគាត់គឺភ្លឺហើយញាក់សាច់ដែរហ្នឹងបងប្អូនម៉ូតកញ្ចក់ប៉ុណ្ណឹងបងប្អូនគិតថាមិនដែរស្អាតអត់បងប្អូន